Ok bạn này cứ chỉ là tập hallในการปรับปรุงรูปมวลโฟสฟอรัสដើម្បីជំរុញបញ្ចេញត្រួយផ្កាបាទចំពោះចន្ទទីដែលវាមានស្លឹកចាស់ដែលមានគុណភាពបាទគឺយើងប្រើរូបមន្តโฟสฟอรัสបូកជាមួយនឹងសារ៉ាយសមុទ្របាទហើយក្រោយពេលដែលយើងបាញ់បាន2លើកបាទឃើញថាវត្តមានត្រួយផ្កាគឺវាចេញមកស្រស់បាទចេញមកច្រើនភាគរយខ្ពស់មែនតើបាទអានេះគឺប្រើពេល15ថ្ងៃបាទឃើញថាលទ្ធផលមកបាទល្អបាទគឺយើងឃើញថាត្រួយចេញមកគឺវាលូតមកតផ្កាមកតែម្ដងបាទនេះគឺជាលទ្ធផលដែលយើងទទួលបានពីការប្រើប្រាស់រូបមន្តโฟสฟอรัสដើម្បីជំរុញបញ្ចេញត្រួយផ្កាបាទចេញមកស្អាតមែនតើបាទសូមបញ្ជាក់ផងដែររូបមន្តនេះគឺយើងប្រើចំពោះតែចន្ទទីដែលវាមានស្លឹកចាស់មានគុណភាពបាទទើបយើងអាចប្រើបានហើយបើសិនជាវាមិនមានស្លឹកមានគុណភាពទេអាហ្នឹងប្រហែលជាប្រើទៅវាអត់សូវមានប្រសិទ្ធភាពទេដោយសារតែពពួកជីបំពន់โฟสฟอรัสនេះគឺវាត្រូវការមានការបំលែងតាមរយៈស្លឹកបាទអញ្ចឹងទៅអត់មានស្លឹកបំលែងគឺវាអាចដំណើរការយឺតអញ្ចឹងមានន័យថាយើងអាចប្រើរូបមន្តនេះទៅគឺអត់មានស្លឹកបំលែងโฟสฟอรัสទេគឺមិនទទួលបានជោគជ័យទេបាទវាអាចនឹងខ្សោយគុណភាពនៃរូបមន្តជំរុញហ្នឹងបាទគេយើងមើលឃើញថាក្រោយពេលយើងប្រើប្រាស់គឺចេញមកគ្រប់តងតែម្ដងបាទចេញមកអត់មានសល់ទេខ្លះក៏លូតវែងតផ្កាតអីមកអញ្ចឹងទៅបាទបែបនេះបាទអានេះគឺដោយសារតែអំណាចនៃពពួកโฟสฟอรัสគឺវាជួយជំរុញឲ្យចេញត្រួយហើយត្រួយហ្នឹងគឺជាត្រួយផ្កាតែម្ដងបាទចេញគ្រប់មែកបាទនេះក៏មលុបក៏ចេញមកដែរហើបមកដែរបាទហើយលុកនេះបាទវានៅក៏មលុបក៏ចេញមកដូចគ្នាបាទហើយតែកន្លែងនេះវាមានមលុបអញ្ចឹងហើយវាមានបញ្ហាជំងឺវៃលុកគួរសមដែរបាទគឺជំងឺផ្សិតអញ្ចឹងការប្រើប្រាស់រូបមន្តโฟสฟอรัสនេះគឺលាយបន្ថែមជាមួយនឹងថ្នាំជំងឺបាទទៅលើពពួកស្វាយដែលមានបញ្ហាជំងឺបាទឥឡូវយើងឃើញថាវត្តមានបាទការចេញត្រួយផ្កាមកគឺចេញមកស្អាតមែនទែនបាទចេញមកស្រស់គ្នាល្អបាទនេះបាទមើលគឺចេញអត់មានសល់ទេគ្រប់មែកបាទគេយើងមើលឃើញថាសិតតែចេញមកហើយអត់មានសល់មកតងទេបាទនេះគឺស្លឹកក្រហមនេះមិនមែនដោយសារអំណាចនៃថៃអូទេបាទបងប្អូនកុំច្រឡំគឺដោយសារតែស្លឹកដែលវាខ្សោយកម្លាំងបាទដោយសារតែបញ្ហាជំងឺផ្សិតហ្នឹងអញ្ចឹងក៏ពេលដែលប៉ះជាមួយនឹងពពួកโฟสฟอรัสបាទអញ្ចឹងโฟสฟอรัสហ្នឹងគឺវាមានតួនាទីជួយពន្លឿននៅភាពចាស់របស់ស្លឹកហ្នឹងបាទអញ្ចឹងមានថាស្លឹកដែលវាអន់វាខ្សោយវាត្រៀមតែនឹងជ្រុះហើយប៉ុន្តែវាត្រូវចាយពេលយូរតែពេលដែលយើងប្រើប្រាស់ជាមួយនឹងโฟสฟอรัสទៅគឺពន្លឿនភាពចាស់របស់ស្លឹកហ្នឹងឲ្យវាឆាប់ជ្រុះបាទអាចលើសបាន4-5ថ្ងៃអីចឹងទៅបាទវាខុសគ្នាប៉ុណ្ណឹងអញ្ចឹងបន្ទុកធម្មតាវាអាចយើងយូរជាងនឹង4-5ថ្ងៃអញ្ចឹងទៅបានវាជ្រុះតែនេះគឺវាជ្រុះមុនការកំណត់ដោយសារតែអំណាចនៃโฟสฟอรัสបាទគឺធ្វើឲ្យស្លឹកហ្នឹងវាចាស់ហើយលឿងជ្រុះតែម្ដងបាទយើងមើលទៅច្រឡំស្មានតែយើងប្រើថៃអូតាមពិតមិនមែនទេគឺប្រើโฟสฟอรัสទេហើយលទ្ធផលគឺចេញមកស្អាតមែនតើបាទនេះអេមតែម្ដងបាទសិតតែចេញអត់មានសល់បាទស្អាតអូខេអញ្ចឹងសម្រាប់បងប្អូនដែលមានចន្ទទីបាទជួបនៅបញ្ហាកាំងត្រួយបាទអាចជ្រើសរើសប្រើជាមួយរូបមន្តនេះបានបាទគឺយើងប្រើប្រាស់ជាមួយនឹងបាទโฟสฟอรัสបូកជាមួយនឹងអាមីណូស៊ីវីតបាទបើមានជំងឺយើងអាចបន្ថែមជាមួយនឹងថ្នាំជំងឺអីចឹងទៅបាទហើយ
complex ជាមួយនឹងថ្នាំសត្វល្អិតបាទតែកណាយើងមិនបានដាក់លាយគឺវាជួបបញ្ហាសត្វល្អិតជាក់ស្ដែងដូចជាទ្រូនេះបាទអញ្ចឹងវាចេញមកដែរតែសត្វល្អិតវាយលុកនេះគឺបញ្ហាមូសតែបាទមូសតែវាយលុកបាទអញ្ចឹងហើយគឺយើងប្រើរូបមន្តជំរុញបញ្ចេញត្រួយហើយលាយថ្នាំសត្វល្អិតតែម្ដងបាទត្រួយចេញមកវាមិនមានបញ្ហាហានិភ័យជាមួយនឹងសត្វល្អិតទេបើមិនតែយើងបានលាយថ្នាំសត្វល្អិតតែបើមិនតែយើងអត់បានលាយគឺដូចអញ្ចឹងបាទនេះចេញមកគឺខូចបាទហើយមូសតែនេះមូសតែនៅកណ្ដាលហ្នឹងតែម្ដងបាទនេះបងប្អូនមើលឃើញអត់ព្រោះមូសតែទូចទេបាទហាទូចនេះបំផ្លាញលឿនមែនតើអូខេបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះបើសិនជាបងប្អូនមានចម្ងល់អាចជជែកសួរបន្ថែមបានបាទតាមរយៈលេខទូរស័ព្ទក៏ដូចជាឆាតចូល Telegram បាទដើម្បីស្វែងយល់ពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវបាទអរគុណច្រើន